ថ្ងៃទី2ខែ8ឆ្នាំ2026អូខេបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំសូមមកចែករំលែកពីការព្យាបាលរបស់លោកគ្រូជឿនដែលគេហៅថាជាលោកគ្រូទេវតាគាត់រស់នៅក្នុងខេត្តកំពង់ធំស្រុកកំពង់ថ្មនៅភូមិស្នោបងប្អូនប្រហែលជាស្គាល់ខ្លះនិងអត់ទាន់បានស្គាល់ខ្លះសម្រាប់ទីតាំងគឺគាត់នៅទីរួមស្រុកកំពង់ថ្មបងប្អូនដែលមកពីឆ្ងាយបងប្អូនមកស្រុកកំពង់ថ្មបងប្អូននឹងស្គាល់ហើយឥឡូវនេះគាត់កំពុងតែព្យាបាលដូចជាការចាប់សរសៃក៏ដូចជាការស្ដោះផ្លុំជាមួយនឹងអំពើបងប្អូនហើយបងប្អូនឃើញជាក់ស្ដែងអញ្ចឹងគឺមានប្រជាជនក៏ដូចជាបងប្អូនជាច្រើនដែលកំពុងតែឈររងចាំលោកគ្រូព្យាបាលហើយពួកគាត់គឺមកពីទីរួមខេត្តឆ្ងាយមែនទែនតើតងនឹងប្អូនស្រីម្នាក់ដែលពាក់អាវក្រហមគឺកូនរបស់បងស្រីគឺគាត់មានគ្នា3នាក់ដែលត្រូវអំពើគេទាំង3ហើយឥឡូវនេះគឺកំពុងតែឲ្យលោកគ្រូព្យាបាលបងប្អូនគាត់ត្រូវអំពើគេច្រើនថ្ងៃមែនទែនគាត់និយាយផ្ដេសផ្ដាសម្នាក់ឯងល្វើល្វាយជេរគេជេរឯងររឿងគេររឿងឯងបងប្អូនអ្នកនៅក្នុងក្រុមគ្រួសារជាមួយគ្នាគឺរងការជេរការនិយាយមិនដឹងអីពីគាត់ចឹងណាហើយឥឡូវគឺបានយកមកដល់ផ្ទះលោកគ្រូឲ្យលោកគ្រូព្យាបាលបងប្អូនលោកគ្រូព្យាបាលទៅតាមបែបបទដែលលោកគ្រូធ្លាប់បានហាត់រៀនពីលោកគ្រូគាត់ក៏ដូចជាបានហាត់រៀនអំពីបុព្វបុរសខ្មែរយើងពីមុនមកដែលបានបន្សល់ទុកបាលីតចំនួនគ្នាបងប្អូនតាក់ទងនឹងការព្យាបាលបែបបុរាណបងប្អូនមានបងប្អូនខ្លះក៏គាត់ជឿមានបងប្អូនខ្លះក៏គាត់មិនជឿប៉ុន្តែសម្រាប់អ្នកដែលគាត់ជឿគឺគាត់តែងតែស្វែងរកកន្លែងណាដែលអាចព្យាបាលកូនគាត់បានក៏ដូចជាស្វែងរកកន្លែងណាដែលអាចដោះស្រាយឲ្យកូនគាត់បានធូរស្រាលមកវិញចឹងទៅហើយសម្រាប់ខ្ញុំគឺខ្ញុំជាអ្នកជំងឺផ្ទាល់ដែលតែងតែទៅជាវឱសថរបស់លោកគ្រូដើម្បីយកមកផឹកខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាលឹះជាស្គរហើយខ្ញុំតែងតែទៅជាវឱសថគាត់យកមកផឹកហើយជើងខ្ញុំក៏បានជាស្រាលបងប្អូនជាស្រាលពីដំបៅដែលខ្ញុំបានរបួសហើយឥឡូវនេះគឺលោកគ្រូកំពុងតែព្យាបាលប្អូនស្រីដែលគាត់មានអាការៈដូចជាសរសៃប្រសាទនិយាយម្នាក់ឯងនិយាយអត់ដឹងអីហើយនិយាយទៅលើសគេលើឯងអញ្ចឹងនិយាយជេរគេជេរឯងអញ្ចឹងណាហើយលោកគ្រូក៏កំពុងតែព្យាបាលទៅតាមបែបបទពិធីបុរាណរបស់ខ្មែរយើងបងប្អូនការព្យាបាលបែបបទតាមខ្មែរយើងបងប្អូននៅកន្លែងណាក៏មានដែរមានច្រើនកន្លែងណាស់ហើយកន្លែងណាដែលបងប្អូនធ្លាប់ទៅជាស្បើយក៏បងប្អូនទៅបន្តគ្នាទៅហើយកន្លែងណាបងប្អូនដែលស្គាល់គ្នាច្រើនក៏បងប្អូនទៅតាមតែទៅតាមដែលគេប្រាប់ថាកន្លែងនេះមើលស័ក្តិសិទ្ធិកន្លែងនោះមើលស័ក្តិសិទ្ធិក៏ទៅតាមរកកន្លែងណាដែលពូកែស័ក្តិសិទ្ធិចឹងទៅហើយសម្រាប់លោកគ្រូគឺគាត់មានឈ្មោះថាលោកគ្រូជឿនដែលគាត់ព្យាបាលគ្រប់ប្រភេទបងប្អូនជាពិសេសគឺឱសថបារាណគាត់ខ្ញុំជឿជាក់លើឱសថបារាណគាត់ព្រោះភរិយាខ្ញុំដែលមានមុខជាំបងប្អូនខ្ញុំសាអស់3កញ្ចប់គឺបានធូរស្បើយមកវិញច្រើនមែនទែនហើយបងប្អូនបានឃើញជាក់ស្ដែងអញ្ចឹងគឺគាត់កំពុងតែព្យាបាលប្អូនស្រីហ្នឹងមកមួយថ្ងៃបងប្អូនគាត់មករងចាំតាំងពីព្រឹកមកណាអ្នកខ្លះក្រោកតាំងពីម៉ោង3ព្រឹកណាក្រោកតាំងម៉ោង3ព្រឹកដើម្បីរងចាំលោកគ្រូព្យាបាលឲ្យបានមុនគេក៏ដូចជាព្យាបាលបានឆាប់រហ័សឥឡូវនេះគឺប្អូនស្រីក៏គាត់បានក្រោកហើយបងប្អូនគឺអាការៈគាត់គឺមានអារម្មណ៍ថាប្រសើរសូម្បីតែខ្ញុំឈរមើលនៅទីនោះរួមទាំងប្រជាជននៅទីនោះគឺព្រឺភ្ញាក់ផ្អើលមែនទែនព្រឺក្បាលព្រឺដៃព្រឺជើងព្រឺរួមដៃព្រឺរួមជើងបងប្អូនហើយឥឡូវគឺគាត់បានសម្រាប់គាត់បានដើរចេញហើយដោយសារគាត់បានធូរស្បើយហើយគាត់បានធូរស្បើយគាត់និយាយមកវិញធម្មតាគាត់លេងនិយាយរវើរវាយបងប្អូនហើយឥឡូវគឺដល់វេនអ្នកផ្សេងដែលត្រូវព្យាបាលបន្តទៀតសម្រាប់បងប្អូនដែលចង់មកព្យាបាលបងប្អូនដែលមានជំងឺផ្សេងទាក់ទងនឹងការឈឺសរសៃចង្កេះឈឺសរសៃជើងជាប់ស្មាឬក៏កម្រើកមិនរួចមួយកំណាត់លើមួយកំណាត់ក្រោមអីឬក៏រឹងធ្គាមបែបណាបងប្អូនអាចមករកលោកគ្រូជឿនបានទីតាំងលោកគ្រូជឿនគាត់ស្ថិតនៅក្នុងខេត្តកំពង់ធំស្រុកកំពង់ថ្មបងប្អូនមកពីទីឆ្ងាយបងប្អូនមកសម្ដៅផ្សារកំពង់ថ្មបងប្អូនសួរគេទៅគេប្រាប់ហើយបងប្អូនគឺប្រជាជននៅទីនោះគឺគេដឹងច្បាស់ណាស់អ្នកដែលមករកលោកគ្រូជឿនគឺគេប្រាប់ហើយបងប្អូនដែលមកដល់ហ្នឹងបងប្អូនសម្ដៅទៅតាមវត្តកំពង់ថ្មបងប្អូនចូលតាមផ្លូវនឹងរហូតទៅហើយបងប្អូនសួរគេតាមផ្លូវតិចទៅគេនឹងប្រាប់តាមផ្លូវជាក់ស្ដែងបងប្អូន
Jam nào được